នៅភូមិតូចមួយជីក្រុងភ្នំពេញមានបុរសម្នាក់ឈ្មោះវីរៈគាត់ជាបុរសធម្មតាធ្វើការជាជាងជួសជុលម៉ូតូប្រាក់ចំណូលមិនច្រើនប៉ុន្តែមានចិត្តល្អនិងស្មោះត្រង់មនុស្សជុំវិញគាត់តែនិយាយថាបុរសដូចវីរៈស្អាតក្នុងចិត្តប៉ុន្តែវាសនាមិនសូវល្អទេវីរៈមិនដែលមានសង្សារគាត់តែងជួយអ្នកដទៃមិនគិតថាអ្វីដែលគាត់ធ្វើថ្ងៃនេះនឹងផ្លាស់ប្ដូរជីវិតគាត់ជារៀងរហូតថ្ងៃមួយពេលភ្លៀងធ្លាក់ខ្លាំងវីរៈឃើញនារីម្នាក់សន្លប់នៅជិតស្ពាននាងស្លៀកសម្លៀកបំពាក់បែបបុរាណមិនដូចមនុស្សសម័យនេះទេគាត់មិនស្ទាក់ស្ទើរនាំនាងទៅផ្ទះនិងថែទាំយ៉ាងប្រុងប្រយ័ត្នពេលនាងភ្ញាក់ឡើងនាងណែនាំខ្លួនថាខ្ញុំឈ្មោះសូភាខ្ញុំមិនមែនជាមនុស្សធម្មតាទេវីរៈគិតថានាងប្រហែលជាភ្លេចខ្លួនប៉ុន្តែយប់នោះមានពន្លឺចម្លែកភ្លឺពេញបន្ទប់សូភាប្រាប់ថានាងជាទេវតាម្នាក់ពីស្ថានសួគ៌ដែលត្រូវចុះមកសាកល្បងចិត្តមនុស្សជាច្រើនបានបដិសេធជួយនាងព្រោះនាងមើលទៅក្រីក្រនិងអស់កម្លាំងមានតែវីរៈប៉ុណ្ណោះដែលជួយដោយមិនសួរអ្វីវិញសូភានិយាយថាចិត្តល្អរបស់អ្នកគឺអំណោយធំជាងគេខ្ញុំចង់ស្នាក់នៅជាមួយអ្នកដើម្បីសង្កត់និងស្វែងយល់ពីសេចក្តីស្រឡាញ់របស់មនុស្សពិតពីថ្ងៃនោះមកជីវិតវីរៈផ្លាស់ប្ដូរហាងជួសជុលម៉ូតូរបស់គាត់មានអតិថិជនកើនឡើងបញ្ហាដែលធ្លាប់ពិបាកដោះស្រាយក៏រលូនប៉ុន្តែសូភាប្រាប់គាត់ថាសំណាងទាំងនេះមិនមែនជាវេទមន្តទេវាជាផលវិបាកនៃចិត្តល្អដែលគាត់បានបង្កើតជាយូរមកហើយបន្ទាប់ពីពេលមួយស្ថានសួគ៌បានហៅសូភាត្រឡប់វិញនាងមានជម្រើសពីរត្រឡប់ទៅធ្វើជាទេវតាឬបោះបង់អំណាចទាំងអស់ដើម្បីរស់ជាមនុស្សជាមួយវីរៈសូភាមិនស្ទាក់ស្ទើរនាងជ្រើសរើសសេចក្តីស្រឡាញ់ថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេធ្វើឡើងយ៉ាងសាមញ្ញប៉ុន្តែពោរពេញដោយក្តីសុខវីរៈយល់ថាសំណាងពិតមិនមែនជាលុយឬអំណាចទេប៉ុន្តែជាការមានមនុស្សម្នាក់ដែលស្រឡាញ់និងជឿលើអ្នកចាប់ពីថ្ងៃនោះមនុស្សក្នុងភូមិលែងហៅគាត់ថាបុរសវាសនាល្អទៀតហើយពួកគេហៅគាត់ថាក្រោយពិធីមង្គលការសាមញ្ញប៉ុន្តែពោរពេញដោយក្តីសុខជីវិតវីរៈនិងសូភាដូចជារឿងនិទានហាងជួសជុលម៉ូតូរបស់វីរៈកាន់តែរីកចម្រើនមនុស្សក្នុងភូមិសរសើរថាគាត់មានប្រពន្ធល្អនាំសំណាងប៉ុន្តែមួយយប់ពេលព្រះច័ន្ទពេញមូលពន្លឺស្វាយចម្លែកបញ្ចេញពីលើមេឃសូភាឈរនៅមុខផ្ទះមុខនាងស្រស់ស្អាតប៉ុន្តែពោរពេញដោយការព្រួយបារម្ភពួកគេបានរកឃើញខ្ញុំហើយនាងនិយាយស្រាលភ្លាមនោះបុរសម្នាក់ស្លៀកឈុតពណ៌ស្បង្ហាញខ្លួនចុះពីពន្លឺមុខគាត់តឹងរឹងភ្នែកត្រជាក់ដូចទឹកកកគាត់ណែនាំខ្លួនថាខ្ញុំឈ្មោះអរិយៈជាអធិការទេវតាសូភាត្រូវតែត្រឡប់ទៅស្ថានសួគ៌ការបោះបង់អំណាចដើម្បីស្នេហាមនុស្សគឺជាបទល្មើសធ្ងន់ធ្ងរវីរៈឈប់ពីមុខសូភាដោយមិនគិតពីគ្រោះថ្នាក់នាងជាប្រពន្ធខ្ញុំប្រសិនបើនាងជ្រើសរើសរស់នៅទីនេះអ្នកណាម្នាក់ក៏គ្មានសិទ្ធិនាំនាងទៅទេអរិយៈសើចត្រជាក់មនុស្សធម្មតាមិនអាចប្រឆាំងនឹងច្បាប់ស្ថានសួគ៌បានទេភ្លាមខ្យល់កន្ត្រាក់ខ្លាំងប៉ះពាល់ផ្ទះឲ្យរញ្ជួយសូភាចាប់ដៃវីរៈមុខនាងមានទឹកភ្នែកវីរៈសូមកុំប្រយុទ្ធប្រសិនបើខ្ញុំត្រូវទៅខ្ញុំនឹងទៅទេវីរៈស្រែកខ្ញុំមិនខ្លាចអ្វីទាំងអស់ទេខ្ញុំគ្រាន់តែខ្លាចបាត់បង់អ្នកពេលនោះពន្លឺមួយទៀតភ្លឺឡើងពីលើមេឃសំឡេងអធិបតីធំលាន់ឬអរិយៈឈប់សិនពន្លឺបាត់ទៅបង្ហាញរូបសញ្ញាមាសមួយនៅលើអាកាសសំឡេងនោះបន្តថាសូភាបានបំពេញការសាកល្បងដោយជោគជ័យបុរសនេះមានចិត្តស្មោះត្រង់និងក្លាហានច្បាប់អាចត្រូវបានប្តូរដើម្បីផ្ដល់ឱកាសចុងក្រោយមួយអរិយៈមិនពេញចិត្តប៉ុន្តែមិនអាចប្រឆាំងបានឱកាសចុងក្រោយនោះគឺអ្វីសូភាសួរសំឡេងពីលើមេឃឆ្លើយបើវីរៈអាចការពារសូភាពីវិបត្តិធំមួយដែលនឹងមកដល់ក្នុង30ថ្ងៃខាងមុខដោយមិនមានជំនួយអំណាចស្ថានសួគ៌នោះនាងអាចរស់ជាមនុស្សបានជារៀងរហូតប៉ុន្តែបើបរាជ័យនាងត្រូវតែត្រឡប់វិញហើយភ្លេចអ្វីទាំងអស់ពន្លឺបាត់ទៅអរិយៈក៏លីបាត់ក្នុងខ្យល់ស្ងប់ស្ងាត់ត្រឡប់មកវិញប៉ុន្តែចិត្តវីរៈមិនស្ងប់ឡើយ30ថ្ងៃវិបត្តិអ្វីមួយកំពុងរងចាំពួកគេសូភាចាប់ដៃគាត់យ៉ាងរឹងមាំមិនថាអ្វីកើតឡើងខ្ញុំនឹងនៅក្បែរអ្នកវីរៈញឹមទោះបីចិត្តព្រួយក៏ដោយយើងនឹងឈ្នះមិនមែនដោយអំណាចទេប៉ុន្តែដោយសេចក្តីស្រឡាញ់ប៉ុន្តែនៅមួយជ្រុងភូមិមានបុរសម្នាក់កំពុងមើលផ្ទះពួកគេពីចម្ងាយភ្នែកគាត់ភ្លឺពណ៌ស្វាយដូចពន្លឺមេឃយប់នោះ
វិបត្តិ30ថ្ងៃកំពុងចាប់ផ្ដើម